សេចក្តីរាយការណ៍ពិស្ដាសហគមន៍ជាដើមភាគតិចភ្នងជាង200គ្រួសារនៅខេត្តមណ្ឌលគិរីក្រុងតវ៉ាជាថ្មីទាមទារដីជាង500ហិកតាពីក្រុមហ៊ុនសម្បត្តិសេដ្ឋកិច្ចបេញភក់មួយដែលបានឈូសឆាយយកដីចម្ការវិលជុំសហគមន៍ចំណែកមន្ត្រីអាជ្ញាធរខេត្តអះអាងថាអាជ្ញាធរបានដោះស្រាយបញ្ហានេះរួចហើយលោករដ្ឋាភិបាលមានសេចក្តីរាយការណ៍ផលប៉ះពាល់សិទ្ធិរស់នៅនឹងការឈូសឆាយរំលោភដីចំការវិលជុំសហគមន៍ជនជាតិដើមភាគតិចភ្នងភូមិចော့ចាឃុំស្រែឈូកស្រុកកែវសីមាគឺជាកត្តាសំខាន់ដែលសហគមន៍នៅតែមានឆន្ទៈតវ៉ាបន្តទៀតទាមទារឲ្យអាជ្ញាធរដកហូតដីពីក្រុមហ៊ុនសម្បត្តិសេដ្ឋកិច្ចវៀតណាមឈ្មោះបេញភឿកមួយប្រគល់មកឲ្យសហគមន៍ប្រាស្រ័យនិងអាស្រ័យផលវិញអ្នកភូមិរងចាំដំណោះស្រាយតវ៉ានេះជាង2ឆ្នាំកន្លងទៅជាមួយនឹងទទួលរងនៅការប្រឈមមុខដោយការប្រើប្រាស់កងកម្លាំងរបស់អាជ្ញាធររុះរើដុតរោងស្នាក់នៅរបស់អ្នកភូមិបន្ទាប់ពីអ្នកភូមិបានព្យាយាមទៅតាំងទីលំនៅលើអតីតដីចម្ការវិលជុំពួកគាត់គ្រាដែលក្រុមហ៊ុនបានយកគ្រឿងចាក់មកឈូសឆាយយកដីតាំងពីឆ្នាំ2011រហូតមកតំណាងសហគមន៍អ្នកស្រីក្រូចឆាវមានប្រសាសន៍ថាអ្នកភូមិកំពុងត្រៀមលិខិតជម្រាបជូនអាជ្ញាធរខេត្តដើម្បីរៀបចំបាតកម្មអហិង្សាមួយនៅក្រៅបុណ្យភ្ជុំបិណ្ឌខាងមុខដើម្បីជំរុញឲ្យអាជ្ញាធរខេត្តយកចិត្តទុកដាក់ដោះស្រាយការតវ៉ារបស់ពលរដ្ឋអ្នកស្រីបន្តថាការតវ៉ានេះនឹងអាចបន្តធ្វើនៅមុខរដ្ឋសភាប្រសិនការតវ៉ានៅមុខសាលាខេត្តមិនបានលទ្ធផលត្រឹមខេត្តនឹងប៉ាល់អត់ដោះស្រាយសោះដីនៅរហូតជានៅអត់ទាន់បានទេដីតាំងពី2011រហូតដល់2015ហើយកាក់ញ៉ាត់គ្រប់ផ្លេងអូលំបាកមែនតើហ្នឹងមិនថាត្រឹមតែដីទេសំបីតាដៅចនដល់អីដីនឹងជាការវិលជុំអីវាអស់ហើយគ្មានដីទេជនជាតិហ្នឹងសហគមន៍ភូមិចော့ចាមានចំនួនដីធ្លីជាមួយក្រុមហ៊ុនបេញភឿកមួយក្នុងនោះជនជាតិដើមភាគតិចភ្នំ174គ្រួសារនិងអ្នកចំណាក់ស្រុក80គ្រួសារក៏ប៉ុន្តែមន្ត្រីអាជ្ញាធរមូលដ្ឋានចាត់ទុកការអះអាងរបស់អ្នកភូមិថាជាការមិនពិតយ៉ាងណាមិញអភិបាលស្រុកកៅសីមាលោកស៊ិនវណ្ណវុឌ្ឍថ្លែងកត់សម្គាល់ថាក្រុមអ្នកភូមិដែលគ្រោងបន្តការតវ៉ាគឺជាជនចំណាក់ស្រុកបានមកកាន់កាប់ដីនៅតំបន់នោះដោយខុសច្បាប់លើសពីនោះទៀតលោកថាអាជ្ញាធរបានដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋមានកំណើតជនជាតិដើមភាគតិចអស់ហើយគឺនៅសល់តែពលរដ្ឋចំណាក់ស្រុកនោះទេដែលនៅបន្តការតវ៉ានេះប្រជាពលរដ្ឋក្រៅមូលដ្ឋានណាគេដោះស្រាយឲ្យដោះស្រាយដល់អ្នកភូមិជនជាតិដើមភាគតិចនឹងហើយបានគេដោះស្រាយឲ្យហើយអ្នកដែលមកពីខេត្តផ្សេងមកយកអរិញលេសរួមដៃរួមអីមកធ្វើហ្នឹងអានេះយើងមិនអាចដោះស្រាយឲ្យប៉ុន្តែបើសិនជាគាត់អត់អ្នកទាំងអស់នោះដែលមកពីខេត្តផ្សេងបើអត់ដីទឹកប្រកបឲ្យគាត់ស្នើសុំមកដល់ខេត្តមកផ្ទុយពីការលើកឡើងរបស់មន្ត្រីអាជ្ញាធរស្រុករូបនេះតំណាងសហគមន៍រូបទៀតគឺលោកប្រពជីតមានកំណើតជនជាតិដើមភាគតិចភ្នងបង្ហាញឆន្ទៈទទួលខុសត្រូវចំពោះមុខច្បាប់ប្រសិនមានភស្តុតាងបញ្ជាក់ថាអ្នកភូមិជនជាតិដើមភាគតិចបានទទួលដំណោះស្រាយបញ្ហាដីធ្លីនៅភូមិចော့ចានេះលើពីនោះទៀតលោកបញ្ញាចិត្តនឹងដឹកនាំការតវ៉ារហូតក្រុមអាជ្ញាធរផ្ដាល់យុត្តិធម៌ពិតប្រាកដដល់អ្នកភូមិជំនួសសហគមន៍ភូមិចော့ចានិងក្រុមហ៊ុនបេញភឿកមួយអាជ្ញាធរខេត្តនិងអាជ្ញាធរស្រុកបានព្យាយាមដោះស្រាយ4លើករួចហើយចាប់ពីចុងឆ្នាំ2014រហូតបច្ចុប្បន្នក៏ប៉ុន្តែមិនបានលទ្ធផលដោយសារអ្នកភូមិចាត់ទុកដំណោះស្រាយរបស់មន្ត្រីមូលដ្ឋានថាលំអៀងមិនផ្ដល់យុត្តិធម៌ចំពោះពលរដ្ឋបន្ទាប់មកតំណាងសហគមន៍4នាក់ត្រូវបានមន្ត្រីអัยការតុលាការខេត្តមណ្ឌលគិរីចោទប្រកាន់ក្នុងរឿងរំលោភដីក្រុមហ៊ុនក្នុងនោះតំណាងសហគមន៍មួយរូបត្រូវបានចាប់ឃុំខ្លួនជាបណ្ដោះអាសន្នអស់រយៈពេល4ខែក្នុងបទចោទប្រកាន់រំលោភដីក្រុមហ៊ុននិងរួមភេទជាមួយភរិយាជាអនិច្ចជនក៏ប៉ុន្តែអ្នកខ្លាំមើលសិទ្ធិមនុស្សចាត់ទុកនីតិវិធីរបស់តុលាការថាជាវិធីគំរាមកំហែងស្មារតីសហគមន៍ឲ្យបញ្ឈប់ការតវ៉ាទាមទារដីបន្តទៀតមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តមណ្ឌលគិរីលោកសុករដ្ឋាគាំទ្រសិទ្ធិតវ៉ាដោយអហិង្សារបស់ពលរដ្ឋដើម្បីសិទ្ធិដីធ្លីនិងសិទ្ធិរស់នៅរបស់ជនជាតិដើមភាគតិចលោកថាអាជ្ញាធរគួរបន្តជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដោយឈលលើដំណោះស្រាយប្រកបដោយតម្លាភាពនិងសមភាពរឿងនេះមិនទៅតែកាត់ឡើងថ្មីនេះគឺកាត់ឡើងមកយូរហើយដែលអាចចាត់ទុកថាជាទំនាស់ដីធ្លីមួយដ៏រ៉ាំរ៉ៃយន្តការរបស់អភិបាលខេត្តមណ្ឌលគិរីហាក់បីដូចជាមានការយឺតយ៉ាវណាស់មិនចង់ធ្វើការដោះស្រាយកត្តាដែលសំខាន់បើកាលណាគាត់មិនធ្វើការដោះស្រាយចំពោះករណីដីធ្លីនៅចော့ចានឹងទៀតស្ថានភាពនៃទំនាស់ហ្នឹងគឺវាកាន់តែរីកធំឡើងសហគមន៍គាត់គ្រោងនឹងធ្វើបាតកម្មនេះគឺយើងមើលទៅគឺជាសិទ្ធិរបស់ប្រជាពលរដ្ឋហើយតែគាត់ជាយាមប្រើសិទ្ធិរបស់គាត់ឲ្យអស់ពីលទ្ធភាពស្របទៅនឹងច្បាប់បានចែងយ៉ាងណាក៏ដោយអភិបាលស្រុកកៅសីមាលោកស៊ិនវណ្ណវុឌ្ឍបញ្ជាក់ថាការតវ៉ា
គឺជាសិទ្ធិរបស់ពលរដ្ឋក៏ប៉ុន្តែអ្នកភូមិត្រូវធ្វើការតវ៉ាដោយផ្អែកលើមូលដ្ឋានច្បាប់ដោយឡែកលោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋចំណាក់ស្រុកដែលគ្មានដីពិតប្រាកដសូមឲ្យបំពេញបែបបទស្នើសុំដីសម្បត្តិសង្គមគិច្ចដើម្បីអាជ្ញាធរពាក់ព័ន្ធដោះស្រាយជូនប្រជាពលរដ្ឋជាសិទ្ធិរបស់ជាប្រវត្តិប៉ុន្តែត្រូវសុំច្បាប់សុំអីត្រឹមត្រូវបើសិនជាក្នុងបាតកម្មក្នុងគោលបំណងទាមទារអីហ្នឹងខ្ញុំយល់ថាបើសិនជាជនជាតិដើមភាគតិចនៅទីនោះឬក៏បើសិនជាប្រជាពលរដ្ឋមកពីក្រៅមានគោលការណ៍គឺមានដីសម្បត្តិសង្គមគិច្ចឲ្យគាត់ធ្វើតាមលំដាប់ដោយមកក្រសួងកសិកម្មកាលពីឆ្នាំ2010បានផ្តល់ដីសម្បត្តិសេដ្ឋកិច្ចជាង 5000 ហិកតាទៅឲ្យក្រុមហ៊ុនបេញភ្លឹកមួយនៅស្រុកកៅសីមាសម្រាប់វិនិយោគដំណាំកសិឧស្សាហកម្មបន្ទាប់មកក្រុមហ៊ុនបានឈូសឆាយបង្កផលប៉ះពាល់ដីស្រែចម្ការវិលជុំអ្នកភូមិជាង500ហិកតាទើបអ្នកភូមិងើបតវ៉ាករណីនេះអាជ្ញាធរស្រុកបានសម្រេចកាត់ចេញដី375ហិកតាក្នុងបរិវេណដី500ហិកតាក្នុងដីសម្បត្តិប្រគល់ឲ្យអ្នកភូមិក៏ប៉ុន្តែអ្នកភូមិភាគច្រើនមិនទទួលយកដំណោះស្រាយនេះទេពីព្រោះអ្នកភូមិចាត់ទុកដំណោះស្រាយប្រគល់ដី375ហិកតាទៅឲ្យអ្នកភូមិគឺជាដីថ្មគ្មានជីជាតិខ្ញុំរដ្ឋាវិសាលវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរី